តាមពិតទៅខ្ញុំឃើញរបបមួយល្អដែរហើយមិនជាចំណាយដើមទុនច្រើនទេពីអ្នករ៉ូស៊ីធម្មតាគេឈ្មោះកណ្ដាលល្អដែរបាទជាទូទៅខ្ញុំឃើញមនុស្សមិនសូវចាប់អារម្មណ៍ទេចូលចិត្តធ្វើជាអ្នកដាំដុះធ្វើជាអ្នកចិញ្ចឹមធ្វើជាអ្នកផលិត example មួយយើងឃើញបណ្ដាប្រទេសជឿនលឿនហើយគេធ្វើបានជោគជ័យដូចជានៅហុងកុងដូចសិង្ហបុរីគឺសិតតែប្រទេសដែលជាឈ្មោះកណ្ដាលហើយប្រទេសហ្នឹងអត់មានដាំអីបានទេប៉ុន្តែគាត់រកលុយបានច្រើនមែនទែនគាត់រកបានច្រើនជាងយើងអ្នកផលិតហើយអ្នកដាំនៅក្នុងប្រទេសកម្ពុជារបស់យើងឃើញឈ្មោះកណ្ដាលជាងការជនជាតិបរទេសមិនមែនជាខ្មែរយើងទៀតខ្ញុំលើកទឹកចិត្តឲ្យយើងចេះរៀនធ្វើជាឈ្មោះកណ្ដាលទៅប៉ុន្តែយើងមានក្រុមសិលធម៌មួយយើងមានបេះដូងឈ្មោះកណ្ដាលត្រូវតែមានបេះដូងកុំសម្លាប់អ្នកផលិតកុំសម្លាប់អ្នកដាំដុះយើងចំណេញនៅក្នុង business ethical ក្នុងក្រុមសិលធម៌ជាអ្នកធ្វើចំនួនយើងត្រូវតែមានបេះដូងព្រោះខ្ញុំឃើញឈ្មោះកណ្ដាលខ្លះគឺបង្អាប់អ្នកដាំដុះបង្អាប់អ្នកផលិតបង្អាប់អ្នកដែលកសិករខ្នាតតូចហ្នឹងគឺធ្វើឲ្យគាត់អត់អាចរស់បានខ្ញុំគិតថាវិស័យកសិកម្មតាមពិតទៅឈ្មោះកណ្ដាលគឺចំណេញច្រើនរឿងមួយដែលយើងលឿនជាមួយគ្នាមើលតើខ្ញុំលើកឡើងនេះសំហាត់សំផលអត់យើងមើលដូចជាសាវម៉ាវពេលដែលប្រជាកសិករគាត់ដាំខ្ញុំខ្លួនឯងធ្លាប់ទៅទិញផ្ទាល់គឺនៅកសិដ្ឋានគឺតែ3500ទេសាវម៉ាវពេលរដូវសាវម៉ាវហើយពេលយើងយកមកបោះដុំនៅទីផ្សារនៅពេញយើងឃើញតម្លៃគឺឡើងដល់7000ហើយអ្នកទិញពីយើងដុំយកទៅលក់រាយគឺតម្លៃ10000បានន័យថាអ្នកដាំដុះចំណេញស្មើនឹងអ្នកដែលឈ្មោះកណ្ដាលហើយអ្នកលក់រាយចំណេញស្មើនឹងអ្នកដាំដុះឱកាសឈ្មោះកណ្ដាលគឺល្អក៏ប៉ុន្តែធ្វើយ៉ាងណាយើងក៏ត្រូវតែមានទេពកោសល្យដែរហើយការប្រាស្រ័យទុនមិនច្រើនក៏ប៉ុន្តែក៏មានហានិភ័យខ្លះអញ្ចឹងទាមទារឲ្យឈ្មោះកណ្ដាលគឺត្រូវតែមានទេពកោសល្យក្នុងការទិញដែរនៅក្នុងកម្មវិធីភាពជាសក្តិភាពនិងកម្មវិធីខ្លះនេះយើងនិយាយអំពីបំណិនជីវិតនិយាយពី soft skill នេះគឺនឹងទេពកោសល្យហ្នឹងឯងអ្នកដែលធ្វើឈ្មោះកណ្ដាលគឺទាមទារមនុស្សនឹងមានទេពកោសល្យក្នុងការធ្វើជាអ្នក deal នៅក្នុងផ្នែកកណ្ដាលហ្នឹងគឺខ្លាំងអញ្ចឹងបើយើងនិយាយអ្នកដាំដុះគឺចេះតែដាំថែទាំលក់បានប៉ុន្តែឈ្មោះកណ្ដាលគឺអ្នកដែលតែមានទេពកោសល្យខ្ពស់ក្នុងការ deal business ភ្ជាប់ទំនាក់ទំនងនៃការលក់និងទិញគឺត្រូវតែមានទេពកោសល្យហើយពេលខ្លះបើយើងមិនប្រយ័ត្នក៏មានហានិភ័យដែរប៉ុន្តែជាបទពិសោធន៍ខ្ញុំគិតថាឈ្មោះកណ្ដាលមានហានិភ័យតិចជាងអ្នកដាំដុះឆ្ងាយអញ្ចឹងខ្ញុំគិតថាម្ដងម៉ោងនេះយើងដឹងថាវិស័យអាចចលនាទ្រព្យហាក់ដូចជាមិនទៅមុខទេហាក់ដូចជាគាំងយើងសាក់ងាកការគិតធ្វើជាអ្នកឈ្មោះកណ្ដាលវិញទី1ប្រមូលកម្លាំងគ្នាប្រមូលថវិកាហើយចាប់ផ្ដើម support គ្រប់គ្រងក្រុមហ៊ុនក្នុងស្រុកកសិករក្នុងស្រុកដើម្បីទិញផលិតផលធ្វើការនាំចេញវិញយ៉ាងហើយណាស់គួរប្រមូលទិញផលិតផលដែលមានស្រាប់ដើម្បីយកមករោងចក្រកែច្នៃដើម្បីធ្វើម៉េចឲ្យការ supply chain នឹងឲ្យវាមានភាពទៀងទាត់ជានិរន្តរ៍បើសិនជាយើងអាណិតប្រជាពលរដ្ឋយើងហើយយើងគិតថាប្រជាពលរដ្ឋយើងអត់អាចធ្វើការប្រមូលផ្ដុំបានហើយគាត់មិនដឹងយកទៅទីផ្សារណាហើយបែរជាយើងជាអ្នកមានទំនាក់ទំនងល្អមានថវិកាមានបញ្ញាផងដែរបែរជាយើងសុខចិត្តទុកឲ្យកសិកររបស់យើងគាត់ដាំហើយមិនដឹងយកទៅលក់ណាបែរជាយើងយកលុយហ្នឹងទៅធ្វើកិច្ចការផ្សេងៗតែអត់គ្រប់គ្រងវិស័យកសិកម្មខ្ញុំគិតថាក៏ជាជំរឿនមិនល្អប្រហែលទេហើយខ្ញុំជឿថាចំណេញបើសិនជាអ្នកឈ្មោះកណ្ដាលនឹងអាចសហការជាមួយអ្នកធ្វើជា centralized center អាចធ្វើជាអ្នកប្រមូលផ្ដុំបានគឺប្រមូលពីតាណាយកមកទុកតាណាហើយទៅកែច្នៃនៅទីណាឲ្យកសិករដាំដុះយើងជាអ្នកប្រមូលផ្ដុំមានមួយក្រុមទៀតជាអ្នកទុកឬមួយក៏យើងប្រមូលផ្ដុំយើងយកមកទុកតែក្រុមហ៊ុនភាគីមួយណាទៀតក៏ជាអ្នកកែច្នៃខ្ញុំគិតថាវាជាឱកាសនេះហើយដែលយើងចង់និយាយអំពីប្រព័ន្ធ ecosystem supply chain ប៉ុន្តែវាជា outsource ecosystem មួយទៀតវាជា internal ecosystem មួយទៀតវាជា outsource ecosystem អញ្ចឹងបញ្ហា ecosystem ខ្ញុំបញ្យល់លម្អិតនៅក្នុងវីដេអូខាងក្រោយទៀតតើដើម្បីជំរុញវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាដោយប្រព័ន្ធ ecosystem តើវាចំណេញរបៀបម៉េចហើយវាមានភាពងាយស្រួលរបៀបម៉េចបាទអរគុណ